សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺមកបញ្យល់លំហាត់ទំព័រទី56ណាក៏លំហាត់ទំព័រទី56ដែលយើងរៀនតពីមេរៀនការគុណដែលមានតួគុណមានលេខ0នៅខាងចុងអញ្ចឹងលំហាត់នេះគឺស្រួលទេគេឲ្យគុណបំពេញចន្លោះតាមលំនាំគំរូខាងក្រោមអញ្ចឹងក៏គេឲ្យ28គុណនឹង10បាន208ជាទូទៅ28គុណនឹង1គឺបាន28ចំនួនណាគុណនឹង1គឺបានប៉ុណ្ណឹងចឹងកូនគ្រាន់តែរាប់លេខ0ដាក់ទេការមេរៀនដែលយើងរៀនណាអានេះដូចគ្នា0មានប៉ុន្មានកូន0មាន2ចឹងកូនសរសេរ02ហើយកូនយក1គុណនឹង28អញ្ចឹងខាងក្រោមនេះដូចគ្នា0មាន3អញ្ចឹងខាងក្រោមនេះគេធ្វើដូចតែគ្នាដែរ1គុណនឹង28បាន28 0មានប៉ុន្មានកូនចាមាន4អញ្ចឹងកូនសរសេរ04ចូលមកណា1 2 3 4តាមមកទៀតអានេះ28គុណនឹងប៉ុន្មានលាយ10 100 1000 10000 40គុណនឹង100,000ដូចគ្នាកូនសរសេរ0ចូលអូនមក6គុណនឹង28បាន28អញ្ចឹង0មានប៉ុន្មានមាន5ណាតោះសរសេរមក1 2 3 4 5ណាអ្នកកូនសរសេរម្ដងទៀត1 2 3 4 5ណាតាចឹងខាងនេះស្រួលកូនអាចបំពេញបានហើយចឹងខាងនេះកូនអាចបំពេញបានអត់ចាខាងនេះក៏ធ្វើដូចតែខាងនេះដែរដូចតែគ្នាទេកូនលំនាំគំរូគេអក្សរចគេឲ្យ45គុណនឹង20បាន900កូនធ្វើមិនដឹងថាបាន900ដំបូងគេកូនត្រូវយក0រាប់0ដាក់សិន0មានប៉ុន្មានពីនេះ0មានតែ1ទេអញ្ចឹងកូនសរសេរ01នេះបន្តមកទៀតកូនយក2 2 5ដង10សរសេរលេខ0តែទុក1 2 4ដង8 8បូក1 5 9អញ្ចឹងចម្លើយ45គុណនឹង20នេះគឺ9 900អញ្ចឹងអានេះវិញខុសគ្នាទៅត្រង់កន្លែងនេះអត់0កន្លែងនេះមាន0ហើយកន្លែងនេះមាន0កន្លែងនេះអត់0ចឹង450គុណនឹង200កូនរាប់លេខ0ដាក់មកបើកូនដឹងហើយថា2គុណនឹង45បានប៉ុន្មានបាន90ចឹងកូនសរសេរ90សិនមកកូនរាប់លេខ0ដាក់1 2 3អញ្ចឹងកូនសរសេរមក1 2 3ណាអានេះដូចគ្នា2គុណនឹង45បានប៉ុន្មានកូន90កូនសរសេរកតុយមុនក៏បានដែរតា0មានប៉ុន្មាន1 2 3 4 1 2 3 4 2គុណនឹង5បាន10សេលេខ0ទៅទុក1 2 4ដល់8 8បូក1 5 9ឃើញចម្លើយបាត់មួយនេះធ្វើដូចគ្នាដែរ1 2 3 4 5 1 2 3 4 5 2គុណនឹង45បាន90 90សរសេរលេខ0និងលេខ5 9ណាតើណាអាមួយចុងក្រោយនេះគិតមកសិនមកគឺចម្លើយម៉ានចាកូនរកធំមក1 2 3 4 5 6ចឹងកូនសរសេរ1 2 3 4 5 6 2គុណនឹង45បានម៉ាកូនបាន90ណាចឹងនេះជាចម្លើយរបស់វីដេអូនេះមានតែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយទៀតណាកូនមានចម្ងល់អីអាចសួរលោកគ្រូបាន